អ្នកស្រីពៅវណ្ណាប្រពន្ធលោកតុលសរិនមេឃុំអូ3ជាន់គម្រាមប្តឹងអ្នកសារព័ត៌មានបើមិនលុបព័ត៌មានដែលបានផ្សាយករណីដែលប្រជាពលរដ្ឋជាច្រើនគ្រួសារកើតទុកមិនសុខចិត្តទិញដីពីអ្នកស្រីហើយមិនបានដីដោយសារតែចង់បញ្ជាឲ្យអ្នកសារព័ត៌មានលុបព័ត៌មានតាមដែលចិត្តអ្នកស្រីពៅវណ្ណាចង់បានអ្នកស្រីបានខលមកអ្នកសារព័ត៌មាន BDN TV Online តាមរយៈ Telegram ហើយគម្រាមថាបើមិនលុបព័ត៌មានទេលោកស្រីនឹងប្តឹងហើយមុនឈានដល់ការគម្រាមប្តឹងអ្នកសារព័ត៌មាននេះគឺបន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើនក្នុងនោះក៏មានអង្គភាពសារព័ត៌មាន BDN ផងដែរបានផ្សាយព័ត៌មានកាលពីថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ដែលមានចំណងជើងថាប្រជាពលរដ្ឋរាប់រយគ្រួសារកើតទុកមិនសុខចិត្តចំពោះអ្នកស្រីពៅវណ្ណាដែលត្រូវជាប្រពន្ធលោកមេឃុំអូ3ជាន់ឈ្មោះតុលសរិនដែលចុះហត្ថលេខាបំបែកជាដីឡូជាង1200ឡូជាន់លើដីរបស់លោកអុកញ៉ាលីសៃខៀងចំនួន16ហិកតានេះបើតាមការបញ្ជាក់របស់តំណាងលោកអុកញ៉ាក្រោយពីបានផ្សាយព័ត៌មានខាងលើនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នៅវេលាម៉ោង 12:16 នាទីអ្នកស្រីពៅវណ្ណាបានប្រើប្រាស់ទូរស័ព្ទលេខ012 99 37 89ខលមកអង្គភាព BDN TV Online ដែលមានរយៈពេល20នាទីបានរៀបរាប់ពីប្រវត្តិនៃការទិញដីរហូតឈានដល់ពុះឡូលក់ឲ្យប្រជាពលរដ្ឋដោយអ្នកស្រីអះអាងថាអ្នកស្រីក៏ជាអ្នករងគ្រោះដែរដោយដីនេះអ្នកស្រីបានទិញពីអ្នកស្រីសេងគឹមប្រពន្ធលោកម៉ែនវិនហៅដេកដែលចំណាយលុយអស់រាប់លានដុល្លារដោយមានឯកសារត្រឹមត្រូវនិងបានបំបីក្បាលដីលក់ឲ្យទៅប្រជាពលរដ្ឋអ្វីដែលអ្នកស្រីសង្កត់ធ្ងន់នោះគឺអ្នកស្រីបានស្គាល់ថ្នាក់ដឹកនាំដែលដោះស្រាយករណីនេះជូនអ្នកស្រីដោយមានសារសម្លេងថតទុកដោយសុំការអនុញ្ញាតពេលសន្ទនានោះតែអង្គភាពយើងរក្សាសិទ្ធិមិនទាន់បញ្ចេញនោះទេមុនឈានដល់ការគម្រាមលុបព័ត៌មាននេះគឺអ្នកស្រីពៅវណ្ណាបានស្នើសុំបំភ្លឺទេពីមុនមកហើយអង្គភាពសារព័ត៌មានយើងក៏យល់ព្រមនឹងបំភ្លឺជូនហើយនៅល្ងាចថ្ងៃទី12ខែឆ្នាំដដែលវេលាម៉ោង 18:32 នាទីអង្គភាពសារព័ត៌មានយើងក៏បានស្នើសុំឯកសារពាក់ព័ន្ធដែលគាត់មានដើម្បីឲ្យអ្នកសារព័ត៌មានបំភ្លឺភ្លាមៗនោះអ្នកស្រីពៅវណ្ណាក៏បានយល់ព្រមផ្ញើមកដែរតែមួយសន្ទុះក្រោយមកអ្នកស្រីពៅវណ្ណាបានទេមកតាមរយៈ Telegram រយៈពេល2នាទីដែលតម្រូវដាច់ខាតឲ្យអ្នកសារព័ត៌មានលុបព័ត៌មានបើមិនលុបទេគឺអ្នកស្រីនឹងប្តឹងសូមរំលឹកថាតាមរយៈការបញ្ជាក់របស់តំណាងលោកអុកញ៉ាលីសៃខៀងដីដែលអ្នកស្រីពៅវណ្ណាពុះឡូលក់ឲ្យប្រជាពលរដ្ឋនេះគឺជាដីដែលលោកអុកញ៉ាទិញតាំងពីឆ្នាំ2003ដែលមានលោកម៉ែនវិនហៅដេកប្តីអ្នកស្រីសេងគឹមហើយអ្នកស្រីសេងគឹមនេះហើយគឺជាអ្នកយកដីរបស់លោកអុកញ៉ាលក់ទៅឲ្យអ្នកស្រីពៅវណ្ណាដីរបស់លោកអុកញ៉ាមានឯកសារមានការទទួលស្គាល់ចេញដោយអគ្គនាយកដ្ឋានសូរិយោដីនិងភូមិបាលត្រឹមត្រូវលើដីទំហំ787ហិកតាជាពិសេសដីដែលអ្នកស្រីពៅវណ្ណាយកទៅពុះឡូនេះគឺលោកអុកញ៉ាបានដាក់រក្សាការពារនៅតុលាការនិងទប់ស្កាត់គ្រប់ស្ថាប័នឃុំស្រុកអស់ហើយហេតុអ្វីបានជាអ្នកស្រីសេងគឹមលក់ដីរបស់លោកអុកញ៉ាបានហើយអ្នកស្រីពៅវណ្ណាទិញដីបានហើយលោកតុលសរិនហ៊ានចុះហត្ថលេខាផ្ទេរកម្មសិទ្ធិរំលោភលើសេចក្តីសម្រេចរក្សាការពាររបស់តុលាការនិងរំលោភលើបណ្ដឹងទប់ស្កាត់បានទៀតការគម្រាមប្តឹងពីសំណាក់ភាគីអ្នកស្រីពៅវណ្ណាមកលើអ្នកសារព័ត៌មានគឺជាចេតនាបំបាក់ស្មារតីរំលោភលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានព្រមទាំងគ្មានចេតនាចង់បំភ្លឺព្រោះអ្នកសារព័ត៌មានព្យាយាមសុំឯកសារបំភ្លឺអ្នកស្រីយល់ព្រមថាឲ្យតែក្រោយមកថាមិនព្រមឲ្យវិញនិងគម្រាមថាដាច់ខាតត្រូវតែលុបព័ត៌មានជុំវិញករណីវិវាទនេះអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដោយមានប្រភពមានឯកសារហើយតាក់ទងនឹងការដោះស្រាយមានតែស្ថាប័នដែលមានសមត្ថកិច្ចជាអ្នកដោះស្រាយហើយអង្គភាពសារព័ត៌មានយើងនៅតែរក្សាជំហរក្នុងការបំភ្លឺជូនភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ